នេះតាក់ទងនឹងការប្រើប្រាស់ជើងក្រោមនេះបាទយើងគួរតែប្រើអលឬក៏ប្រើអុយបាទហើយសម្រាប់អលឬក៏អុយហ្នឹងអាហ្នឹងជាទូទៅខ្ញុំហៅជ្រីបងប្អូនអរគ្នាជ្រីហ្នឹងអានេះខ្ញុំហៅអលឬក៏បងប្អូនហៅថាកែងវែហ្នឹងគឺដូចតែគ្នាទេហើយសម្រាប់ជ្រីនេះគឺយើងធ្វើចេញពីស្លឹកស័ង្កសីគៀបស្នោបាទចឹងបងប្អូនអាចកំងពណ៌វាដូចជាមួយនឹងស្លឹកស័ង្កសីជារបស់យើងផ្ទាល់ក៏បានដែរហើយសម្រាប់អលឬក៏អុយតាមពិតគឺយើងប្រើបានដូចគ្នាសម្រាប់ជាមួយនឹងស្លឹកស័ង្កសីគៀបស្នោប៉ុន្តែបើយើងប្រើអុយវាស្រួលក្នុងការប្រើបងប្អូនអរគ្នាមិនថាបាញ់តែភ្ជាប់ជាមួយនឹងស្លឹកស័ង្កសីបាញ់ភ្ជាប់ទៅជាមួយផ្ទៃបាតគឺរៀបយកបាទប៉ុន្តែអុយបើកាលណាដែលយើងធម្មតាយើងដាក់ស្លឹកស័ង្កសីចូលនឹងត្រូវបាញ់វិសសងខាងឬក៏បបមិនអញ្ចឹងវារៀងទាញគ្នាបន្តិចកាលណាដែលទាញគ្នាទៅយើងមើលទៅឯជើងក្រោមនេះវាអត់សូវអប់ស្មើជាមួយនឹងផ្ទៃជញ្ជាំងរបស់យើងគឺមើលទៅរៀងចំហតិចប៉ុន្តែបើសិនជាបងប្អូនប្រើអលបាទអលវាយើងដាក់បានអប់ជាមួយនឹងជាងជាងបាទវាមួយយ៉ាងទៅនេះគាត់ថាអលវាត្រូវការដាក់សងខាងអញ្ចឹងឬក៏យើងមើលទៅតាមការងារជាក់ស្ដែងបងប្អូនអរគ្នាបើយើងទីតាំងយើងអាចប្រើអលបានក៏យើងប្រើអលប៉ុន្តែបើសិនជាទីតាំងស្រឡះមានងាយស្រួលក្នុងការតម្លើងបងប្អូនប្រើអុយក៏បានដែរហ្នឹងណាបាទហើយចាំអលអុយក៏បានវាប៉ុន្តែបើគិតថាស្អាតប្រើអលស្អាតជាងបាទហើយនេះទីតាំងជើងក្រោមនេះគឺយើងប្រើអុយបងប្អូនអរគ្នាសិតតែជ្រីទាំងអស់បងប្អូនបើតាមពិតទៅឬខ្លោគ្នានេះយើងហៅថាទ្វារកឆោតបើសិនជាយើងអត់ដាក់ជ្រីទេមើលទៅវាឃើញស្នោអញ្ចឹងយើងអាចពុតជ្រីនឹងយើងដាក់ធ្វើជាម៉ូតអញ្ចឹងក៏បានដែរហើយយើងដាក់ហើយយើងបាញ់គ្រាប់មិនឬក៏គ្រាប់វាទៅគឺអត់ណែស្អាតល្អបងប្អូនអរគ្នាហើយសំខាន់គឺវាបានពណ៌ដូចជាមួយនឹងផ្ទៃស្លឹកជាងទៀតបាទនេះជ្រីដាក់ធ្វើវានឹងក៏បានបាទជ្រីនឹងប្រើអានឹងក៏បានប្រើដាក់ចុងដបូលជំហៀងដបូលក៏បានដូចគ្នាបងប្អូនអរគ្នាម៉ូតស្តៀងគ្នាទេហើយម៉ូតបងប្អូនអាចកំងទៅតាមម៉ូតបងប្អូនក៏បានដែរចាំមើលបងប្អូនមើលផ្ទាល់ឃើញស្អាតបងប្អូនបាទនេះជាកែងជ្រីបាតក្រោមគឺប្រើអុយបាទហើយសម្រាប់អុយនេះគឺបងប្អូនកំងទៅតាមប្រវែងទៅតាមຂະຫນាត់ដែលយើងដាក់បងប្អូនអរគ្នាឧទាហរណ៍ថាបងប្អូនកំងស្លឹកស័ង្កសីនឹង5ហ៊ុនអញ្ចឹងបងប្អូនយកជ្រីនឹង5ហ៊ុនហើយទៅបាទនេះខ្ញុំបង្ហាញកន្លែងតិចអញ្ចឹងបងប្អូនឆាប់យល់បាទនេះអុយហើយសម្រាប់អានេះយើងមើលទៅវាស្តៀងទៅអុយដែរទេអានេះតែគ្រាន់ថាផ្នែកខាងក្រៅរបស់វាគឺយើងវាមានរៀងពើកចេញក្រៅយកម៉ូតតិចបាទចានេះយើងអស់ការទេបងប្អូននេះបងប្អូនឃើញអត់ចឹងជាងដៃទូទៅគឺគាត់ចេះធ្វើហើយបើយើងដាក់សងខាងមកអានេះដូចរបៀបផ្ទះយើងខាន់ចែកជាបន្ទប់យើងប្រើម៉ូតហ្នឹងក៏ស្អាតដែរបងប្អូនហើយចង់ប្រើប្អួចប្រើអីក៏មានដែរប្អួចហើយធម្មតាកន្លែងកែងចេះវាត្រូវទល់គ្នាយើងបងប្អូនសម័យមើលស្លឹកស័ង្កសីទល់គ្នាវាត្រូវចេញចុងស្នោមកអញ្ចឹងយើងអាចដាក់ជ្រីបាននេះអានេះគេហៅជ្រីកែងកសោអញ្ចឹងវាមានច្រើនណាបងប្អូនអរគ្នាអានេះជ្រីអលកដាលគេនេះបាទនេះរូបរាងជ្រីអលនេះអលឬក៏វែហ្នឹងទៅតាមការហៅរបស់បងប្អូនរៀងខ្លួនបាទតែខ្ញុំហៅតែអលបាទអលនេះអុយនេះអញ្ចឹងជ្រីហ្នឹងខាងក្រុមហ៊ុនយើងមានពុតលក់ដែរប្រវែងវាមួយដើម3ម៉ែត្របងប្អូនអរគ្នាបាទហើយសម្រាប់តម្លៃយើងគិតទៅតាមមុខកាត់ណាបើសិនជាមុខកាត់តូចអាហ្នឹងតម្លៃវាអស់តិចមុខកាត់ធំតម្លៃអស់ច្រើនទៅតាមហ្នឹងអានេះបើយើងគិតទៅយើងពុត4ហ៊ុនបាទយើងពុតមុខទៀតពុតមុខមួយហ៊ុនទៀតចឹងមុខកាត់វាមកទឹក
បើមកទឹកចឹងតម្លៃវាចូល$3ជាងបន្តិចប៉ុន្តែបើសិនជាបងប្អូនកំងមកកាត់ចាប់ពីទឹកឡើងទៅអានឹងចូលយើងគិតតែ$3ចឹងមកកាត់ទៅវារៀងថ្លៃចឹងមកកាត់ធំណាដូចជ្រៃនេះចឹងមកកាត់វាអាចចូលពីទឹកឲ្យបងប្អូនហើយជ្រៃអត់មានលើអត់មានអីទេគឺស្អាតចឹងមកទូផ្ទះនេះបើយើងសួរថាមានប្រើជ្រៃអីខ្លះច្រើនដែរបងប្អូនអរគ្នាមានជ្រៃព្រំជ្រៃចំហៀងជ្រៃចុងដបូលអានេះយើងដាក់អត់អស់ហ្នឹងបើសិនជាយើងដាក់អស់នៅជ្រៃនេះអីនេះដោយអាក្រមដបូលនេះជាទូទៅយើងត្រូវចាប់ជ្រៃទីបងប្អូនឃើញចំហអត់ឧបទេសអតិជនដែលគាត់យកទៅប្រើហ្មងអាហ្នឹងត្រូវមានជ្រៃនឹងទៀតដាក់ទៅវាស្អាតវាមានសត្វមានអីចូលហើយនេះសូរូមនេះអាងតានៅបង្ហាញនៅទីតាំងរោងចក្រដែរដែលចឹងតាបាញ់វិសបាញ់កាវហ្នឹងក៏អត់សូវបានបង្ហាញដែរអីអត់បានចិត្តល្អដែរបងប្អូនអរគ្នាហើយណាមួយទៀតសង្កសីនេះយើងរុះរើ2ដងហើយបាទយកទៅកោះពេជ្រហ្នឹងអូខេបងប្អូនអរគ្នាត្រូវការទ្វាប្អួចជ្រីចាប់បិទបាំងអីអាចកំងពីខាងក្រុមហ៊ុនអេស្វាយបានបាទមានច្រើនបងប្អូនអរគ្នាជាមើលវីដេអូក្រោយទៀតខ្ញុំនឹងបង្ហាញបងប្អូនអរគ្នាជាមួយនឹងទ្វាហើយនឹងជ្រីផ្សេងមកបងប្អូនត្រូវការចាប់លេងម៉ូតលេងអីអាចកំងបានអូខេអរគុណច្រើនបងប្អូនអរគ្នា